សួស្តីអ្នកនរគ្នាថ្ងៃនេះចូលមកប្រធានបទថ្មីមួយទៀតហើយអ្នកដែលចូលមកមើលតែចង់ដឹងចង់ឮចង់យល់យ៉ាងចេះហើយរឿងតាក់ទងនឹងប្រាសាយវាខុសគ្នាមិនពី COVID ហើយខុសគ្នាវិញពី RSV ដែលពងល្បីហ្នឹងមិនពងល្បីតែពងគេនិយាយច្រើនលើបណ្ដាញសង្គមហ្នឹងឲ្យអ្នកយល់ឬបើថាអ្នកខ្លះអាចឆែកអ៊ីនធឺណិតបានក៏បានដែរឆែកខ្លួនឯងក៏មើលបានដែរគាត់តែខ្ញុំផ្ដល់ជាគំនិតយោបល់ខ្លះៗឲ្យអ្នកគ្នាយល់កុំឲ្យភ័យកុំឲ្យបារម្ភកុំឲ្យអញ្ចឹងស្អីឡើយគឺព័ត៌មានច្បាស់លាស់ព័ត៌មានប្រកបព័ត៌មានជាក់លាក់ហើយខ្ញុំនេះក៏ជួយផ្សព្វផ្សាយមួយដែរអញ្ចឹងត្រឡប់មកវិញតែតង់ផ្ដាសា3ហ្នឹងគឺសិតតែជាប្រភេទ virus ហើយខ្ញុំតែតែណែនាំប្រាប់ហ្នឹងប្រភេទ virus ឬ virus ហ្នឹងគឺអត់មានថ្នាំព្យាបាលទេមានតែវិធីការពារហើយមើលសភាពកូនបើសិនជាអត់ស្រួយឆាប់យកទៅពេទ្យភ្លាមៗហើយនឹងអាចមានវ៉ាក់សាំងចាក់វ៉ាក់សាំងតែប៉ុណ្ណឹងហើយអញ្ចឹងដូចផ្ដាសាយអញ្ចឹងឡើយនិយាយផ្ដាសាយមុនគេផ្ដាសាយហ្នឹងខ្ញុំនិយាយគឺថាឲ្យយល់គ្នាយើងយល់ព្រោះបើថាផ្ដាសាយមានមេរោគឈ្មោះអីណាឈ្មោះវែងឆ្ងាយទៀតបាទ COVID ឈ្មោះ Corona virus ហ្នឹងទៅអាផ្ដាសាយធម្មតាឈ្មោះ Auto Mio virus ឯណាស្អីផ្សេងទេវាឈ្មោះបាក់ហៅគាត់ថាយើងនិយាយស្រួលយល់ទៅគឺផ្ដាសាយនោះវាមាន4ប្រភេទតែគេឃើញហ្នឹងគឺភេទ A ភេទ B ភេទ C ភេទ D អញ្ចឹងទៅអាភេទ A រៀងធ្ងន់តែមិនធ្ងន់ប៉ុន្មានណាឲ្យតែយើងចេះព្យាបាលចេះតាមដានជំងឺវាមិនអីទេហើយប្រភេទ B ហ្នឹងរៀងស្រាលជាងអា A តមក C ហ្នឹងអត់សូវធ្ងន់ទេផ្ដាសាយហៀបឡើងតិចតួចធម្មតាជាទៅវិញខ្លួនឯងហ្នឹងហើយប្រភេទ D ហ្នឹងគេថាកាត់លើគោអញ្ចឹងទូទៅលើក្មេងៗគឺមានតែពីរប្រភេទហ្នឹងប្រភេទ A ប្រភេទ B ហ្នឹងអញ្ចឹងបានគេធ្វើតេស្តឈាមហ្នឹងធ្វើតេស្តមើលហ្នឹងទៅពេទ្យអីបើយើងមានលទ្ធភាពអីគេគ្រូពេទ្យនឹងធ្វើតេស្តមើលមេរោគហ្នឹងមានប្រភេទ A ឬក៏ប្រភេទ B អញ្ចឹងដើម្បីងាយស្រួលការព្យាបាលអញ្ចឹងណាហើយមួយទៀតបើក្មេងCOVID យើងដឹងហើយយើងរាប់ឆ្លងកាត់គ្រប់គ្នាហើយសម័យ COVID ហ្នឹងនាំនេះផ្អើលភ័យហ្នឹងវាស្តៀងគ្នាអា3ហ្នឹងមេរោគ3ហ្នឹងផ្សេងគ្នាអា COVID អា RSV អាflu ហ្នឹងវាស្រោគសញ្ញាវាឈឺដូចគ្នាចឹងវាខុសគ្នាទេផ្ដាសាយវាសបោកក្តៅខ្លួនក្អកក្តៅខ្លាំងអីតែប៉ុណ្្នឹងទេវាស្តៀងគ្នាគាត់ថាមេរោគវាផ្សេងគ្នាឈ្មោះផ្សេងគ្នាក្រុមផ្សេងគ្នាតែវាបង្កជារោគសញ្ញាស្តៀងគ្នាហ្នឹងហើយយើងច្រឡំគ្នាតែយើងអ្នកព្យាបាលអ្នកមើលហ្នឹងថាគឺការកើតនឹងណាហើយដូច COVID ហ្នឹងយើងគិតដំបូងការសម័យ COVID យើងភ័យងល់ហើយឆ្នាំប៉ាណៃយើងនាំគ្នាផើទៅផឹកណាំនេះផើទៅផឹកណាំនោះពេញតែហ្នឹងហើយវ៉ាក់សាំងពេលខ្លះមិនហ៊ានចាក់ទៀតភ័យទៀតវាសិតតែមានបញ្ហាអញ្ចឹងរបស់ថ្មីគឺអញ្ចឹងហើយការសម័យ COVID ដល់ពេលឥឡូវយើងចាក់ស្ដាយយើងមើលសម័យឥឡូវយើងនាំគ្នាកាលហ្នឹងយើងចាក់គ្រប់គ្នាអស់ហើយចាក់ប្រហែលដុស5 6ដុសហើយគ្រប់គ្នាឥឡូវហ្នឹងចាក់ច្រើនដុសហើយអញ្ចឹងម្នាក់គឺអត់មានបញ្ញាគេបានចាក់ទេអញ្ចឹងដល់ពេលចាក់គ្រប់គ្នាទៅប្រព័ន្ធការពារយើងដូចគ្នាទៅខ្លាំងទៅអញ្ចឹងទោះមាន COVID ក៏វាទៅខ្លាយទៅជាសញ្ញាមួយធម្មតាអត់មានត្រូវការព្យាបាលអីអត់មានត្រូវការដាច់ដライដូចពីមុនទេដោយសារយើងវាសាំងការពារទៅអញ្ចឹងការវិវត្តរបស់មេរោគនោះវាខ្សោយជាងមុនហើយបើមិនជាអត់មានវ៉ាក់សាំងការពារទៅយើងឆ្លងគ្នាពេញនឹងស្លាប់ពេញហ្នឹងហើយអញ្ចឹងណាចុះដល់ពេលយើងមានវ៉ាក់សាំងការពារប្រព័ន្ធការពារខ្លាំងទៅអញ្ចឹង COVID ជារឿងធម្មតាមិនជាអីទេការព្យាបាលគឺធម្មតាហើយអត់មានបញ្ហាគាត់ថាបើដឹងយើងការពារមិនហ្នឹងទៅពាក់ម៉ាស់ពាក់អីដូចថាក្រសួងគាត់ប្រាប់លើមុនហើយ3កុំ3ការពារហ្នឹងចង់ភ្លេចហ្នឹងតែប៉ុណ្្នឹងហើយតមកចូលដល់មេរោគមួយទៀតគឺអីគេ RSV ដែលគេហៅថាស្អីអាពាក្យពេញគេហៅ respiratory syncytial virus គេហៅចឹងពាក្យកាត់គេហៅ RSV ហ្នឹងហើយមេរោគបែបម៉េចវាស្តៀងគ្នាទៅនឹងផ្ដាសាយស្តៀង COVID ដែរទេគឺហៀសបោកក្អកក្តៅខ្លួនហ្នឹងគាត់ថាប្រភេទមេរោគហ្នឹងប្រភេទ virus ហ្នឹងវារៀងធ្ងន់បើសិនជាលើក្មេងតូចបើលើក្មេងធំវាមិនអីទេវាតិចតួចដូចយើងមនុស្សធំទេប៉ុណ្ណេះអាឌឺលហ៊ូតនេះមនុស្សធំហ្នឹងហើយក្មេងធំអី10ឆ្នាំឯឡើងដូចមិនសូវអីហ្មងទេវាផ្ដាសាយស្តៀងផ្ដាសាយសបោដែរជាងលេបឆ្នាំលេទៅអាចជាទៅវិញតែបើថាក្មេងក្រោម6ខែនឹងធ្ងន់ដោយសារក្រោម6ខែប្រព័ន្ធការពារក្មេងខ្សោយហើយអាមេរោគ RSV ឆ្លងលឿនអញ្ចឹងវាអាចនឹងវិវត្តលឿនដោយ COVID អញ្ចឹងវាវិវត្តលឿនអាចវិវត្តទៅជាលាកសួតអាចទៅជាលាកតងសួតណាអាចទៅជានិយាយតែតងលាកសួតទៅប៉ុណ្ណាខ្មែរយើងព្រោះបើបច្ចេកទេសថាbronchiolitis bronchopneumonia អញ្ចឹងទៅណាតែបើខ្មែរលាកសួតលាកតងសួតហ្នឹងក៏វិវត្តលឿនអញ្ចឹងវាមានខុសគ្នាប្រហែលជាវិធីការពារនឹង3ហ្នឹងបែបម៉េចវិធីការពារដូចខ្ញុំធ្វើវីដេអូណែនាំអញ្ចឹងមកកណោវីដេអូខ្ញុំណែនាំផ្ដាសាយធម្មតារបៀបអនាម័យរបៀបពេលផ្ដាសាយសបោកបាញ់ទឹកស្រោមប្រៃលេបថ្នាំអីខ្លះតិចតួចដែលយើងអាចនៅផ្ទះបានហើយបើថាមើលសញ្ញាកូនចិត្តផ្ដាសាយវាមានសញ្ញាខ្លះខ្ញុំធ្លាប់ប្រាប់ហើយមើលវីដេអូចាស់ៗមើល
phải đặt sai trên màu này hay còn lòng đặt sai như thế khác đẹp ó hàng dưới đây cái bài thi cà pi phần năng hay năng chế tam am nhà côn và sân chơi mình nhà srul hả một đời hiện cọ sle cho ra call sờ lâm á lại luôn khăng trong này bị ngã bắn hay hot được họ mỗi tuần hai con hot vô mong ăn ok chập tập pet chập chia bàn là phần năng thì ở đây dương ban ở sân khán nó chừng người nó bị mình thun thổi khăng thì ở đây dương chợ bóng đáy chơi sân quá chơi sân kết mơ khmei sập khmei mơ tới được sờ srul mơ tới sập khmei được prai pro lươn nói bị ngày tới một ngày chẳng bị prai pro lươn ngàyนี้thầm hiện báo sai nó trên cọ nó họ vô mong chập vô tập pet cùng tục dù là đại dương tục dù đó bạn về bạc bỏ hai mũi tiết dương gió tới chia ba bạn trầm trời mình vô tập pet cứ vô tập thom đá ấy lệp năm xong năm ấy tinh năm phẩm gì đấy chè phá năm ấy để đá nắng nó cứ thưa ai con con ngọc dạp dài buổi mày đóng cao bằng môi khai nó cứ mày đã cao bằng môi khai cứ con ngô chừng mình thom chừng cứ bị dạp dài định hay đợi ấy tiết đợi bạn sang cho bạn sang chặn thôi mày đã bạn sang chặn đâu lo nhóm shop ví dụ bạn sang đấy cứ biết là bạn sang cứ chặn nó mình KP rồi việc rồi bạn sang class cứ KP rồi việc rồi bạn sang class chiều phải bạn sang đài KP hai bạn sinh gì chứ có chữ xè dừng còn thì mình cho lắm ta chẳng chặn bạn sang hát chứ mình chặn bạn sang hát chứ để chặn bạn sang thấy hai đi thấy hiện tại chuyên môn và sinh gì chứ ở sơ ngốn hai bạn sinh chỉ là muốn hà lưới do chặn được đặt sai chứ dương bà dân nhỏ chặn bạn sang tới mà nắm nhưng đặt sai pi bay đòn chẳng hay chùm làm đó nguồn lại luôn nhẹ chân từ rồi bây giờ sáng tới ok cầm thôi cả mà ai tầm đòn ai tới hay bỏ sân gì chứ có sơ chưa ngôn hiện báo có thì tuyết có chia từ bình từ miền này chẳng để hay buổi bạn sang ấy mũi bạn sang bộ sai nó từng covid nó từng OSV nó cứ miền rồi nó nằm nhưng thời chạy đi nó nằm còn mấy đứa niếm được cha chỗ đấy có một con cà phê sỏi này chẳng trong bài chạy đây cái nằng hay bộ bay nó chlong đôi khi chlong tam để từng mọn nằng tại nhưng cái đá tới cọ tới từng món nó gặp ba từng món đi trên pi này chừng nó cứ cho hay chẳng giờ phải thi cà phê bây giờ đặt sai đây thì hay bật sang tại video thớ mà có nó đặt sai cà phê nó vậy thằng ta là nè bọn nè tam đánh dây đai bọn nè mấy giảm đức chỉ bật vì sao chẳng tổ bánh cứ miền Tây năng tề về bên kho kia mà vì mày rộp bay nó xanh kia thế hay vì trên đồ nhá sẽ đến kia hay còn thay bật xuân dịch dương chập đăng chập thành khơi nhá có số chập vô tập bản tề hayមួយទៀតcòn tập chạy tha ឥឡូវមិនគេធ្វើមិនគេធ្វើតេស្តច្រើនមែនធ្វើតេស្តផ្ដាសាយផងធ្វើតេស្តកូវីដផងធ្វើតេស្តឲ្យស្វីហងអស់លុយច្រើនហើយអាហ្នឹងខ្ញុំបាក់និយាយដែរវាទៅតាមកន្លែងព្យាបាលស្ថាប័ននីមួយៗកន្លែងឯកជននីមួយៗគាត់ធ្វើការព្យាបាលបែបម៉េចទៅតាមបច្ចេកទេសរបស់ពេទ្យនីមួយៗអញ្ចឹងហើយវាទៅតាមតម្លៃទៅតាមហ្នឹងដែរព្រោះដើម្បីច្បាស់បើនិយាយមកទៅដើម្បីឲ្យច្បាស់ថាកូនមានជំងឺអីប្រកបដើម្បីច្បាស់ថាកូនហ្នឹងឈឺអីគេស្រួលដើម្បីធ្វើការការពារធ្វើការព្យាបាលហើយតែប៉ុណ្្នឹងទេបើថាត្រូវកោកែគឺតែធ្វើទាំងអស់ហើយតែពេលខ្លះទៅតាមជាក់ស្ដែងដែរពេលខ្លះរបស់ហ្នឹងវាថ្លៃអញ្ចឹងពេលខ្លះយើងមិនចាំបាច់ធ្វើទេបើសិនជាមានសញ្ញាតិចតួចមិនធ្ងន់ធ្ងរខ្លាំងចឹងខ្ញុំឧទាហរណ៍ចឹងខ្ញុំមិនទៅបជាទៅអីទេគាត់ថាបើសិនជាថ្មីធម្មតាបើសិនជាមិនសញ្ញាធ្ងន់ធ្ងរទេគេមិនធ្វើតេស្តចានទេតែបើមើលទៅដូចធ្ងន់ធ្ងរពីមួយថ្ងៃទៅពី1ម៉ោងទៅ1ម៉ោងពីមួយថ្ងៃទៅមួយថ្ងៃវាអត់សុខភាពអត់ស្រួលគេអាចធ្វើការធ្វើតេស្តដើម្បីរកមើលច្បាស់ថាមិនបានវាបានសភាពក្មេងវាសភាពធ្ងន់ទៅអញ្ចឹងណាចង់បញ្ជាក់តិចកន្លែងហ្នឹងទេអញ្ចឹងសរុបមកគឺកុំអារម្មណ៍កុំភ័យមានកាយឆាប់ទៅពេទ្យតែប៉ុណ្្នឹងទៅសញ្ញាដូចផ្ដាសាយដែរទេនិយាយមកទៅអញ្ចឹងអស់ហើយដូចតែប៉ុណ្្នឹងទេអរគុណចំពោះការស្ដាប់ហើយបើស្ដាប់ដល់ល្អជួយ Subscribe YouTube ខ្ញុំផងអស់ហើយបាយបាយ